ទំនុកចិត្តព្រោះដោយសារតែខាងមន្ទីរពេទ្យអ្នកគ្រូលោកគ្រូគឺគាត់យកចិត្តទុកដាក់ខ្លាំងមែនតើហើយអារម្មណ៍ខ្ញុំពេលចូលទៅវះកាត់ខ្ញុំចង់ប្រាប់ថាម៉ាក់ណាក៏មានអារម្មណ៍ដូចគ្នាដែរគឺយើងភ័យគិតក្នុងចិត្តថាខ្លាចឈឺខ្លាចអីអញ្ចឹងប៉ុន្តែខាងអ្នកគ្រូលោកគ្រូគឺគាត់ take care យើងមែនតើហ្មងនិយាយទៅគឺផ្ដល់កម្លាំងចិត្តហើយសួរនាំសួររហូតគ្រប់ពេលហ្មងអញ្ចឹងសម្រាប់មន្ទីរពេទ្យរដ្ឋប្រភានេះខ្ញុំនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំគឺបរិយាកាសល្អខ្លាំងមែនតើអ្នកនរគ្នាបើនិយាយពីផាសុខភាពក៏ល្អខ្លាំងដែរហើយបើនិយាយពីម្ហូបអាហារវិញគឺបែបហ្មងឆ្ងាញ់បាទជំរាបសួរនិយាយទៅដោយសារតែមានបងដែលគាត់ធ្លាប់សម្រាប់នៅនឹងហើយគាត់ជួយ recommend ប្រាប់និយាយទៅមានអ្នកប្រាប់ច្រើនអ្នកដែរប៉ុន្តែដូចខ្ញុំនិយាយចឹងថាពេលដែលយើងទងន់ពោះអ្វីដែលសំខាន់ជាងគេគឺមន្ទីរពេទ្យដែលយើងត្រូវជ្រើសរើសដើម្បីសម្រាប់ baby ដើម្បីចង់ឲ្យ baby សុខភាពល្អទាំងម៉ាក់ទាំងកូនចឹងពេលដែលមានគេ recommend មកយើងចង់ដឹងច្បាស់តតែមកដល់មន្ទីរពេទ្យផ្ទាល់ហ្មងពួកអីដែលសារស្ដាប់គេប្រាប់ដែរគេ recommend ដែរប៉ុន្តែយើងក៏បានស្រាវជ្រាវរកទីតាំងហើយមកជួបជាមួយនឹងអ្នកគ្រូផ្ទាល់ហ្មងពេលដែលមកជួបហើយមានទំនុកចិត្តទៅយកទៅសម្រាប់ចិត្តវិញនិយាយទៅជំរើសគឺមានច្រើនដែរប៉ុន្តែយើងបានសម្រាប់ចិត្តថារើសយកមន្ទីរពេទ្យរដ្ឋប្រភាដើម្បីសម្រាប់ baby ព្រោះដោយសារពេលដែលមកជួបជាមួយនឹងខាងអ្នកគ្រូអញ្ចឹងគាត់បានណែនាំប្រាប់យើងហើយយកទៅគិតទៅគាត់ថាមានទំនុកចិត្តនៅនឹងអញ្ចឹងក៏សម្រាប់ចិត្តសម្រាប់នៅនឹងហ្មងស្គាល់ហ្នឹងដោយសារតែមានបងធ្លាប់រាប់អានគ្នាហើយក៏មានកន្លែងមួយទៀតហ្នឹងខ្ញុំធ្លាប់ទៅសាឡនទៅអីអញ្ចឹងទៅក៏គាត់ជួយណែនាំប្រាប់គាត់ថាដោយសារតែមានភ្ញៀវរបស់គាត់ធ្លាប់មកសម្រាប់នៅនឹងដែរហើយសេវាកម្មល្អហើយខាងអ្នកគ្រូលោកគ្រូពេទ្យទុកចិត្តបានអីអញ្ចឹងគឺគាត់ជួយណែនាំប្រាប់យើងអញ្ចឹងហើយមានអ្នកខាងគាត់ណែនាំប្រាប់ពីផ្សេងទៀតពីខាងមន្ទីរពេទ្យផ្សេងដែរប៉ុន្តែយើងយកមកសម្រាប់ចិត្តយើងបានមកជួបជាមួយនឹងខាងអ្នកគ្រូពេទ្យផ្ទាល់ហើយបានយកទៅគិតតាំងពីអ្នកមួយគ្រូសាហើយបានសម្រាប់ចិត្តនិយាយទៅមានតែខ្ញុំទេសូម្បីតែម៉ាក់ផ្សេងក៏ដូចគ្នាដែរពេលដែលយើងទងន់ពោះភ័យជាងគេគឺពេលដែលយើងសម្រាប់នឹងឯងខ្លាចថាឈឺពោះរបៀបមិននិយាយទៅបើដូចម៉ាក់ដំបូងដូចខ្ញុំទៀតគឺឆ្ងល់ហ្មងពេលដែលខ្ញុំមកជួបខាងអ្នកគ្រូគឺសួរអ្នកគ្រូថាភ័យខ្លាចថាពេលខ្លះខ្លួនឯងគ្រប់ខែហើយតែអត់ដឹងថាអាការៈមិនដែលធ្វើយើងឈឺពោះឬមួយក៏សុខភាពរបស់កូននៅខាងក្នុងពោះយើងនឹងគាត់មិនអីយើងអត់ដឹងអីអញ្ចឹងប៉ុន្តែខាងអ្នកគ្រូគឺគាត់ណែនាំប្រាប់យកចិត្តទុកដាក់បានច្រើនមែនតើហើយដូចខ្ញុំប្រាប់ចឹងថាពេលដែលយើងស្ដាប់គេ recommend ដូចអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំអញ្ចឹងតែបើសិនជាអ្នកទាំងអស់គ្នាបានមកជួបខាងមន្ទីរពេទ្យជួបអ្នកគ្រូផ្ទាល់ហ្មងបាទបងដឹងថាទំនុកចិត្តយើងមាននៅពេលដែលអ្នកគ្រូផ្ដល់បទពិសោធន៍ឲ្យយើងហើយពេលដែលខ្ញុំសម្រាប់ហើយខ្ញុំសម្រាប់ដោយការវះកាត់ទាំងដែលពីដំបូងគាត់ថាចង់សម្រាប់ធម្មជាតិទេប៉ុន្តែដោយសារតយើងរៀងលើសខែចូលដល់40សប្តាហ៍អូនសុខភាពគាត់ល្អធម្មតាបេះដូងគាត់អីដើរធម្មតាប៉ុន្តែគាត់ថាគាត់អត់សូវធ្វើចលនាអញ្ចឹងខាងអ្នកគ្រូក៏គាត់ណែនាំហើយក៏គាត់សួរយោបល់ពីយើងផ្ទាល់ដែរគឺខ្ញុំសម្រាប់ចិត្តថាចង់វះកាត់វិញដោយសារយើងអត់ចង់ទុកយូរខ្លាចពេលដែលទុកយូរទៅសុខភាពរបស់គាត់កាន់តែខ្សោយជាងនឹងហើយតែមួយអត់មានអីត្រូវចាំទៀតព្រោះយើងគ្រប់ខែហើយចឹងក៏សម្រាប់ចិត្តវះកាត់អារម្មណ៍របស់ខ្ញុំមុនចូលវះកាត់គឺភ័យខ្លាំងមែនតើហ្មងប៉ុន្តែមកដល់ថ្ងៃនេះគឺវះកាត់បានរយៈពេល3ថ្ងៃហើយប៉ុន្តែឃើញថាសុខភាពខ្ញុំគឺប្រសើរឡើងបានច្រើនមែនតើហើយទំនុកចិត្តព្រោះដោយសារតែខាងមន្ទីរពេទ្យអ្នកគ្រូលោកគ្រូគឺគាត់យកចិត្តទុកដាក់ខ្លាំងមែនតើហើយអារម្មណ៍ខ្ញុំពេលចូលទៅវះកាត់ខ្ញុំចង់ប្រាប់ថាម៉ាក់ណាក៏មានអារម្មណ៍ដូចគ្នាដែរគឺយើងភ័យគិតក្នុងចិត្តថាខ្លាចឈឺខ្លាចអីអញ្ចឹងប៉ុន្តែខាងអ្នកគ្រូលោកគ្រូគឺគាត់ take care យើងមែនតើហ្មងនិយាយទៅគឺផ្ដល់កម្លាំងចិត្តហើយសួរនាំសួររហូតគ្រប់ពេលហ្មងអញ្ចឹងតែមួយផ្លែទេដល់ពេលហើយបានប៉ាចូលទៅវះកាត់បានហើយដល់សុវត្ថិភាពហ្មងហើយសំខាន់អូនពេលដែលគាត់ចេញមកក្រៅសុខភាពគាត់ល្អហ្នឹងគឺជារឿងមួយដែលសុវត្ថិចិត្តខ្លាំងជាងគេហ្មងសម្រាប់មន្ទីរពេទ្យរដ្ឋប្រភានេះខ្ញុំនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំគឺបរិយាកាសល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាបើនិយាយពីផាសុខភាពក៏ល្អខ្លាំងដែរហើយបើនិយាយពីម្ហូបអាហារវិញគឺបែបហ្មងឆ្ងាញ់ពីព្រោះខ្ញុំជាមួយនឹងគ្រួសារយើងចែកគ្នាញ៉ាំអញ្ចឹងខ្ញុំដឹងថាម្ហូបអាហារនៅនេះធ្វើទី1មានអនាម័យល្អទី2មានរសជាតិឆ្ងាញ់ហើយបើនិយាយពី
mình pet cái đôi chỉ cái liên nó thải ca nhẹ mưa thai tôm dương với cứ quạt mưa thai tôm dương mặt đặt đo khả năng mình tên quạt trên chỗ mà xuống nôm vô chật tăng mặt mát tăng baby mong hay sầm mẹ mà hô bánh dạ về đại dương sạn nơi pet mình tha sầm mẹ thò mà chiếc đôi môi cầu vẹt cà tê cứ mà hô bắt mình tròn cái gì hay sầm khăn rô chít ngành mình tên thấy ở gì đó đặt máu mà mặt nhắm hay cứ store đo bà là hô mong hay bà đây mình sau tục đi năng này cứ nhắm mong hay mới tiết anh nào máy cứ là mình tên bong bong khang anh nào máy cứ qua trô mà điệp trong bắt tục khúc pe mong hay tăng sầm điệp một pet bao baby bò mà mặt ấy cứ khang mình ti pet điệp trong take care người ta cứ nhung bên chất khang sẽ bà cam nơi mình ti pet rập rập viên năng khăng mình tên mong hay năng nè kêu pet qua take care hay thằng non mưa tha ôn luôn vậy tới dương mặt ta bốn cứ ở che mưa phụ ấy để sao được pet quặn dung của ấy chẳng ở sơi che luôn ấy chẳng ở bà rò mấy phụ khang nè khủ pet chui mưa thai ban trời mình tên cả dù cho tất cả mùi năng lọ khúc pe mà mình tha pe dục pe ấy đại dương ở sủ luôn cái lại ná cứ nè khủ màu take care màu mưa phim màu một phải buồn màu lừa một phải buồn chị tới xem đẹp nhóm recommend to mà nè tiết mong chôn tự đong mẹ đại quát có pung tại mình cầm rốn trong ban baby rồi còn mẹ đại có pung tại po xem mẹ trong xem mẹ baby đại thom chiếc đôi môi có ca với cắt có pung tại cắt đây tha cua rơ mình ti pet na đại dương miên tụm nục chật hay pe class ai tha đắp bị kê dày máu pe đại dương có pung tầng nguồn và có chỉ miên nè recommend phèp pin nụ hay tai nhôm sông chật mẹ tha bà sân chỉ dương miên tụm nục chật là khang na muối dương ai mà khang mình ti pet làm bay chụp cho mùi nương nè cru làm bay quạt nai hẹp dương và thai mình ẩn cư dương cam tầm như là đó nè vô từ kết tới dương ai sẽ mẹ chất bàn hay sẽ mẹ nhóm tôi cứ nhóm recommend một của đại sa nên đi mình tha ở sờ tập hiệp ở cam với thai tôm sọc cục hiệp có đôi chia là may sờ bà cam xem cứ lọ hay nhóm bên chất màu nó phải đầy sờ mẹ baby choang cắt hơi đó anh đi cứ bật sao bờ mẹ to màu thì tới mà sờ mẹ nơi pet màu miên mẹ bảo nhôm mau miên củ sa ấy chẳng cứ sợ tập bên chất cho mùi nó sẽ vào cam nó khang mình ti pet drop drop kia chẳng recommend ta mẹ bà pa đài cặp bông ta miên để đi chẳng toàn đăng tha sẽ mẹ chất tha sẽ mẹ nơi pet na phủ năng cứ đương đại sòng khăn trên kê mong pe đại miên baby cứ cất môn kế pe đại sẽ mẹ baby cất tha chẳng sẽ mẹ nơi mình ti pet mùi na là ở miên sẽ vào tập hiệp đó cô nên chẳng miên sẽ vào tập hiệp đó mẹ chẳng đi cứ chỉ ca recommend thì nhôm năng củ sa tại cả mẹ đại quạt cặp bông đập bố được mình bầm nó trong bàn bị ấy ai màu bị phía xa to màu của đại sa ta khang mình ti pet admin chat cho mùi sẽ vào ấy về đại bông cho mà phía xa năng này 20 tiết tẹt tôn cho mùi năng cà chop sả mẹ thò mà chiết cho mùi năng vẹt cắt á sả mẹ nhom toan cắt tha cứ ta lấy xong rong lọ mình tàn chẳng mẹ ai màu sắc sáp to bật thay ta pin năng tiết cũng ai tha dương dày phẹp tới để khai dương đập hay mà ai mau chụp cho mùi năng khang mà ti pet to món năng can thật chậm bà vô miền ban can thật chậm bà tiệtสำหรับอารมณ์บรรยมตัวវិញខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាក៏ដូចជាប៉ាម៉ាក់ឬម៉ាមីឬក៏ដេឌីដែលទើបនឹងមានបុត្រឬក៏បុត្រធីតាថ្មីអីឬមួយក៏ចង់មានបំណងចង់សម្រាប់អីតាមពិតនៅមន្ទីរពេទ្យរដ្ឋពភាមិនចាក់មិនមែនត្រឹមតែយើងមកសម្រាប់ទេយើងមកតាមដានសុខភាពរបស់យើងមុនពេលដែលយើងសម្រាប់យើងតែងតែតាមដានរហូតជាញឹកញាប់គេមានពេលវេលារបស់គេណាត់យើងមកជួបអញ្ចឹងណាអញ្ចឹងយើងអាចមកជួបមកពីគ្រូមកវិភាសាជាមួយនឹងអ្នកគ្រូពេទ្យអ្នកគ្រូធំពួកគាត់សិតតែមានវិជ្ជាជីវៈមានជំនាញច្បាស់លាស់ធំត្រូវអញ្ចឹងគាត់អាចផ្ដល់ជាដំបូងមានល្អដល់យើងហើយធ្វើឲ្យយើងមានអារម្មណ៍ថាមានភាពកក់ក្ដៅពេលដែលយើងត្រឡប់ទៅផ្ទះវិញយើងមានអារម្មណ៍ថាភ័យខ្លាចអញ្ចឹងយើងនៅតែបន្តមើលថែគាត់នៅតែបន្តមើលថែយើងរហូតដល់តែយើងសម្រាលហ្មងអញ្ចឹងនៅមន្ទីរពេទ្យរដ្ឋពភាគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនហើយមួយទៀតហ្នឹងគឺសេវាកម្មរបស់គាត់ដូចខាងគ្រួសារខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងតកតងជាមួយនឹងសេវាកម្មគឺល្អខ្លាំងខ្ញុំហ៊ាននិយាយហ្មងដោយសារតែទី1ខ្ញុំមានទទួលបានបទពិសោធន៍នៅនេះផ្ទាល់សម្រាប់សេវាកម្មនៅនេះគឺគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះភ្ញៀវហើយអនាម័យផាសុខភាពហ្នឹងគឺពិសេសហ្មងហើយគ្រូពេទ្យអ្នកគ្រូលោកគ្រូគឺមានវិជ្ជាជីវៈហ្នឹងគឺជារឿងដែលសំខាន់បំផុតអញ្ចឹងពេលដែលយើងទទួលបានអ្វីគ្រប់បែបយ៉ាងទាំងអស់បែបនេះហើយយើងមានអារម្មណ៍ថាយើងមានទំនុកចិត្តហើយយើងពេញចិត្តខ្លាំងមែនទែនអញ្ចឹងមិនចង់ចែករំលែកទៅអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាអាចធ្វើការពិចារណាបានពេលដែលអ្នកទាំងអស់គ្នាសម្រេចចិត្តថាជ្រើសរើសយកមន្ទីរពេទ្យណា
ដើម្បី សម្រាប់ ហ្នឹងហើយពួកអីសំខាន់គឺសុខភាពម៉ាក់និង baby ហ្នឹងហ្មង បាទអរគុណ ចាបង